បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃនេះខ្ញុំចង់ចែកអំពីបងប្អូនពីរបៀបចូលទៅប្រើប្រាស់នៅ Google AdSense ពេលយូរយើងចូលមកកាន់ Google AdSense របស់យើងមកអញ្ចឹងគឺមកដល់តម្រងបែបនេះគឺទាំងអស់នេះកន្លែងនេះក្នុងមួយប្លុកនេះគឺយើងអត់មានប៉ះពាល់យើងកំប៉ះពាល់ឲ្យសោះយើងកំប៉ះពាល់នៅក្នុងម្ដុំឲ្យសោះគឺយើងបាច់ប៉ះពាល់ទេទោះបីវាចេញអីក៏ដោយគឺយើងបាច់ប៉ះពាល់ទេបងប្អូនបាទកន្លែងដែលយើងត្រូវមើលនោះគឺបងប្អូនចូលកន្លែងនេះកន្លែង setting នេះមកទៅចូលកន្លែង account នេះគេដាក់ setting បញ្ញាឧបករណ៍ចាក់ទៅចូលនឹងមកបន្ទាប់មកបងប្អូនចុចកន្លែងពាក្យ setting បន្ទាប់មកបងប្អូនចុចកន្លែងនេះកន្លែង personal នេះ personal setting នេះអញ្ចឹងកន្លែងនេះក៏យើងអត់ត្រូវចុចអីដែរបងប្អូនណាគឺយើងអត់ត្រូវចុចអីទេគឺយើងអត់មានត្រូវចុចអីទេបន្ទាប់មកយើងចូលកន្លែងនេះកន្លែង account information ហ្នឹងគឺចូលនឹងមកហើយកន្លែងនេះក៏យើងអត់ត្រូវការប្រើប្រាស់អីដែរគឺយើងអត់ត្រូវចុចអីទាំងអស់អញ្ចឹងគឺយើងមិនបាច់ចាំចុចទេបន្ទាប់មកយើងចុចកន្លែងខាងក្រោមទៀតមកកន្លែង access and កន្លែង access នេះអញ្ចឹងគឺកន្លែងហ្នឹងយើងកុំប៉ះពាល់ឲ្យសោះហើយមួយទៀតកន្លែងយើងចូលកន្លែងនេះកន្លែង payment នេះកន្លែង payment នេះគឺសំខាន់មែនទែនកន្លែង payment នេះអញ្ចឹងយើងចុចកន្លែងនេះកន្លែង payment info នេះគឺសម្រាប់ការទូទាត់ប្រាក់របស់យើងផ្សេងកន្លែងនេះឥឡូវយើងចូលមកទី1នឹងសិនមកកន្លែង payment info ហ្នឹងនេះគេដាក់នេះ payment account AdSense Cambodia អញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវចុចកន្លែងហ្នឹងមកយើងជ្រើសរើសយក YouTube សម្រាប់ YouTube នេះ AdSense សម្រាប់ website ផ្សេងទេតែយើងសម្រាប់ YouTube គឺយើងយកខាងក្រោមនេះអញ្ចឹងគេដាក់ YouTube នេះបងប្អូនឃើញទេអញ្ចឹងយើងចុចខាងក្រោមហ្នឹងមកអញ្ចឹងយើងនឹងដឹងចំនួនទឹកប្រាក់របស់យើងនៅខាងក្នុង Google AdSense ហ្នឹងគឺមានប្រមាណអញ្ចឹងទឹកប្រាក់របស់ខ្ញុំមានតែ 43% ទេអញ្ចឹងគ្រប់ 100% លើសចាប់ពី$100លើសទៅគឺយើងនឹងអាចទទួលបានការទូទាត់ពី Google AdSense ហើយអញ្ចឹងនេះរាល់ពេលដែលគេទូទាត់ឲ្យយើងនេះគឺមានថ្ងៃខែនៅនឹងស្រាប់បងប្អូនបាទបន្ទាប់មកនេះចំនួនលុយដែលខ្ញុំបានទទួលនេះអញ្ចឹងគឺចំនួនលុយហ្នឹងគឺ$103.50សេនអញ្ចឹងចំនួនលុយ100គ្រប់100គឺអត់ទាន់ធ្លាក់មកទេអញ្ចឹងចាប់ពី100លើស101 102 103អីចឹងទៅអញ្ចឹងគឺគ្រប់មួយខែហ្នឹងគឺគ្រប់100ជាងហ្នឹងគឺនឹងលោតមកតែម្ដងអញ្ចឹងគឺបើសិនជា channel របស់យើងមានអ្នកទស្សនាច្រើនអញ្ចឹងក៏យើងបានចំនួនទឹកប្រាក់ក៏ច្រើនដែរអញ្ចឹងទៅតែមួយខែ100ដែរគឺប៉ុណ្ណឹងគឺមិនអត់ប្រយោជន៍ទេបងប្អូនបាទឲ្យតែយើងដាក់ចិត្តថាធ្វើហើយបើសិនជាយើងធ្វើទៅយើងខំគឺមិនអត់ប្រយោជន៍ទេបងប្អូនបាទហើយវិស័យ YouTube នេះគឺយើងអាចធ្វើបានយូរអង្វែងហើយងាយស្រួលធ្វើទៀតអត់លំបាកទេព្រោះអី YouTube ក៏អាចរកលុយនៅស្រុកខ្មែរយើងបានដែរអញ្ចឹង support នៅស្រុកខ្មែរយើងហ្នឹងគឺយើងងាយស្រួលមែនទែនយើងងាយស្រួលនឹងរកលុយជាមួយនឹង YouTube channel ហ្នឹងតែម្ដងគ្មានអីស្រួលជាងរកលុយជាមួយនឹង YouTube ទេបងប្អូនបាទ YouTube គឺយើងupload វីដេអូ post វីដេអូដែលយើងចូលចិត្តវីដេអូដែលយើងចង់ធ្វើគឺអត់ទាន់បើកឲ្យខាងស្រុកខ្មែរយើងឲ្យលុយបានទេបើចង់រកបានលុះត្រាតែ verify ឬក៏យើងជាវនៅសញ្ញា tick ទៅយើងអាចរកលុយជាមួយនឹង YouTube ជាមួយនឹង Facebook បាន
ហើយមួយទៀតចំណុចដែលសំខាន់ជាងគេកន្លែង verify check នេះអញ្ចឹងជួបចូលកន្លែងហ្នឹងមកនេះកន្លែង verify នេះគឺទី1នេះគឺយើង verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងឬក៏ passport របស់យើងអញ្ចឹងកន្លែងហ្នឹងគឺសំខាន់មែនទែនណាបងប្អូនបាទក៏សំខាន់ដែរគឺតាក់ទងនឹងខ្លួនរបស់យើងប្រវត្តិរូបរបស់យើងអាច verify ជាមួយនឹង passport ឬក៏អត្តសញ្ញាណប័ណ្ណហើយខាងក្រោមនេះគឺ address verify នេះបានន័យថាយើងស្នើសុំ PIN code ពី Google Action នៅសហរដ្ឋអាមេរិកដើម្បីឲ្យគេផ្ញើមកប្រេសនីនៅប្រទេសកម្ពុជាយើងហ្នឹងអញ្ចឹងយើងបំពេញអាស័យដ្ឋានធ្វើម៉េចបំពេញអាស័យដ្ឋានឲ្យច្បាស់លាស់ដើម្បីឲ្យចេញសញ្ញា complete ពណ៌បៃតងនេះអញ្ចឹងតែចេញបែបនេះគឺបានន័យថាយើងមានឱកាសរកលុយជាមួយនឹង YouTube Channel ហើយការប្រើប្រាស់នៅ Google Action នេះអញ្ចឹងបងប្អូនជួបម្ដងហើយគឺបងប្អូនចូលទៅកាន់ Google Action ហ្នឹងកុំយកពាក្យថា sign up អញ្ចឹងបងប្អូនត្រូវយកពាក្យថា login អញ្ចឹងតែមួយហ្នឹងគឺងាយស្រួលទោះបីយើងមាន channel ច្រើនក៏ដោយគឺយើងមកភ្ជាប់ជាមួយនឹង Google Action របស់យើងដែលមានស្រាប់នឹងតែម្ដងអញ្ចឹងទោះបីយើងមាន channel ច្រើនយើងមានអ្នកណៃទទួលប្រាក់តែមួយនេះទេអញ្ចឹងប្រាក់បញ្ចូលមកអ្នកណៃយើងតែមួយទេអញ្ចឹងងាយស្រួលសម្រាប់ creator ជាពិសេស creator ថ្មីហ្នឹងដែលគាត់មិនទាន់យល់ដឹងពីការទទួលប្រាក់ពី YouTube អញ្ចឹងកន្លែងហ្នឹងគឺសំខាន់មែនតើហើយមួយទៀតយើងបើសិនជាយើងចង់ចុចចូលកន្លែង YouTube យើងវិញមកយើងចុចនេះយើងចុចកន្លែងសញ្ញាចុច3ខាងលើហ្នឹងបន្ទាប់មកយើងជ្រើសរើសយក AdSense for YouTube អញ្ចឹងចុចលើហ្នឹងមកនេះប្រាក់ខែដំបូងរបស់ខ្ញុំពី YouTube ហ្នឹងគឺបាន$103.50 សេនបន្ទាប់មកខាងក្រោយនេះទៅបាន$43.16 សេនទេអញ្ចឹងលុយហ្នឹងចាប់ពី$100លើសទៅធ្លាក់មកចូលនៅក្នុងកុងធនាគារស្រុកខ្មែររបស់យើងអញ្ចឹងគឺខ្ញុំបានភ្ជាប់រួចរាល់ហើយបងប្អូនអរគ្នាតើបងប្អូនអរគ្នាបានភ្ជាប់ហើយឬនៅ Let's go